កចំគ្នាពិបាកគ្រប់គ្រងដល់ហើយcái tóc của sát mà cam có lo cái spare của sát ta sao miếng mình mau lên ở đang tại hai ấy này Hey, chân lò hái rồi đâm mặt trip đi. Anh ta đi khám chứ, ta nói gì? Ta na có bán, ao ta, chưa được lại dạng nơi nâng ai chia tục chất bàn. Nhưng cất chân này ta, lại khác không ta là ngay, ta đó cái cọp của tục ở lính. Sửa, sẽ bà cam ở lò hái. Priso bạc sọ tăng cả đá giúp tiên. Hay nó tóc bánh ha đằng ca tiết, mình nghiệm vào pra website sọc chưa ngữ. Sai sai tọp tên bánh haទាំងអស់នេះរវាងម្ចាស់អាជីវកម្មនិងតម្រូវការរបស់អតិថិជនក្រុមពួកយើងបានសម្រេចចិត្តបង្កើតនៅ website មួយដែលមានឈ្មោះថាស្រុកយើងអញ្ចឹងចង់ដឹងថាតើ website ស្រុកយើងពិតជាអាចដោះស្រាយនៅបញ្ហាទាំងអស់នេះបានដែរឬទេអញ្ចឹងយើងចូលទៅមើលវីដេអូ demo feature លម្អិតរបស់ website នេះទាំងអស់គ្នាសូមស្វាគមន៍មកកាន់គេហទំព័រស្រុកយើងគេហទំព័រស្រុកយើងគឺជាគេហទំព័រសម្រាប់ស្វែងរកនិងកក់កន្លែងស្នាក់នៅក្នុងប្រទេសកម្ពុជាដើម្បីប្រើប្រាស់ប្រព័ន្ធអ្នកប្រើប្រាស់ត្រូវធ្វើការចុះឈ្មោះដោយបំពេញព័ត៌មានចាំបាច់និងចុចប៊ូតុងដើម្បីបង្កើតគណនីបន្ទាប់ពីការចុះឈ្មោះបានជោគជ័យប្រព័ន្ធនឹងផ្ញើអ៊ីមែលសម្រាប់ផ្ទៀងផ្ទាត់គណនីនៅពេលផ្ទៀងផ្ទាត់រួចប្រព័ន្ធនឹងបញ្ជូនអ្នកប្រើប្រាស់ទៅកាន់ home page ដោយស្វ័យប្រវត្តិដោយមិនចាំបាច់ login ម្ដងទៀតអ្នកប្រើប្រាស់ក៏អាចចុះឈ្មោះតាមរយៈ Google Sign Up ផងដែរនេះគឺជាទំព័រដើមរបស់ស្រុកយើង Booking សម្រាប់អ្នកប្រើប្រាស់ Hero Section អនុញ្ញាតឲ្យអ្នកប្រើប្រាស់ជ្រើសរើសគោលដៅកាលវិភាគ Check in Check out ព្រមទាំងទទួលអ្នកស្នាក់នៅដើម្បីស្វែងរកកន្លែងស្នាក់នៅខាងក្រោមបង្ហាញប្រភេទកន្លែងស្នាក់នៅបញ្ជីកន្លែងស្នាក់នៅនិងតំបន់ទេសចរពេញនិយមនៅកម្ពុជាទំព័រអចលនទ្រព្យរបស់អ្នកប្រើប្រាស់ដែលបង្ហាញបញ្ជីកន្លែងស្នាក់នៅទាំងអស់ក្នុងប្រព័ន្ធអ្នកប្រើប្រាស់អាចស្វែងរកដោយឈ្មោះឬទីតាំងហើយអាចប្រើ filter ដើម្បីជ្រើសរើសទីក្រុងប្រភេទកន្លែងស្នាក់នៅការបរិច្ឆេទចំនួនភ្ញៀវជួរតម្លៃនិងសេវាកម្មផ្សេងៗបន្ទាប់ពីស្វែងរករួចប្រព័ន្ធនឹងបង្ហាញលទ្ធផលដែលត្រូវនឹងលក្ខខណ្ឌហើយអ្នកប្រើប្រាស់អាចចុចលើ property ណាមួយដើម្បីមើលបញ្ជីបន្ទប់និងបន្តដើម្បីធ្វើការកក់នៅក្នុងទំព័រ Booking អ្នកប្រើប្រាស់ត្រូវបំពេញព័ត៌មានការកក់រួមមានការបរិច្ឆេទ check in និង check out ចំនួនអ្នកស្នាក់នៅនិងព័ត៌មានដែលទាក់ទងនឹងការកក់បន្ទាប់ពីបញ្ជាក់ព័ត៌មាននៃការកក់រួចអ្នកប្រើប្រាស់ត្រូវធ្វើការទូទាត់និងបង្ហោះបង្កាន់ដៃបង់ប្រាក់ចូលទៅកាន់ប្រព័ន្ធបន្ទាប់មកចុចប៊ូតុង Submit ដើម្បីផ្ញើព័ត៌មានកក់ទៅកាន់ប្រព័ន្ធនៅពេលដែលអ្នកប្រើប្រាស់ឃើញអចលនទ្រព្យឬបន្ទប់ដែលចាប់អារម្មណ៍ប៉ុន្តែមិនទាន់ចង់កក់ភ្លាមគាត់អាចចុចលើរូបបេះដូងដើម្បីរក្សាទុកនៅក្នុង wish list មុខងារឆាតមុខងារនេះអនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការសន្ទនាជាមួយម្ចាស់អចលនទ្រព្យដោយផ្ទាល់អ្នកប្រើប្រាស់អាចសួរព័ត៌មានបន្ថែមអំពីបន្ទប់ដូចជាតម្លៃការមានបន្ទប់ទំនេរឬសេវាកម្មផ្សេងៗមុនពេលធ្វើការកក់ទំព័រ Personal Information ទំព័រនេះអនុញ្ញាតឲ្យអ្នកប្រើប្រាស់គ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួនរបស់ខ្លួននៅលើទំព័រ Access និង Security ទំព័រនេះជួយឲ្យអ្នកប្រើប្រាស់ការពារករណីរបស់ខ្លួនអ្នកប្រើប្រាស់អាចផ្លាស់ប្ដូរពាក្យសម្ងាត់បានគ្រប់ពេលដើម្បីបង្កើនសុវត្ថិភាពនៅក្នុងផ្នែក Device Management អ្នកប្រើប្រាស់អាចមើលឃើញ device ទាំងអស់ដែលកំពុងចូលប្រើករណីនៅ General Preference ទំព័រនេះអនុញ្ញាតឲ្យអ្នកប្រើប្រាស់កំណត់ចំណូលចិត្តសម្រាប់ការប្រើប្រាស់ប្រព័ន្ធដំបូងអ្នកប្រើប្រាស់អាចជ្រើសរើសភាសាដែលចូលចិត្តដូចជាភាសាខ្មែរឬភាសាអង់គ្លេសបន្ទាប់មកអ្នកប្រើប្រាស់អាចជ្រើសរើសរូបិយប័ណ្ណដែលចូលចិត្តមានខ្មែរនិងដុល្លារសម្រាប់បង្ហាញតម្លៃបន្ទប់និងការកក់បន្ទាប់មកគឺទំព័រ Profile នៅទីនេះអ្នកប្រើប្រាស់អាចមើលនិងកែប្រែព័ត៌មានផ្ទាល់ខ្លួនផ្លាស់ប្ដូររូបភាពប្រវត្តិរូបកែប្រែពាក្យសម្ងាត់និងមើលប្រវត្តិនៃការកក់របស់ខ្លួនបានទំព័រផ្ទាំងគ្រប់គ្រងទំព័រនេះ
ប្រើសម្រាប់បង្ហាញស្ថិតិនិងវិភាគទិន្នន័យអាជីវកម្មនៅផ្នែកខាងលើបង្ហាញចំនួនអចលនទ្រព្យចំនួនការកក់ប្រាក់ចំណូលសរុបនិងប្រាក់ចំណូលជាមធ្យមនៅកណ្ដាលមាន graph បង្ហាញចំនួនការកក់ប្រចាំខែខាងស្ដាំមាន quick static ហើយខាងក្រោមមាន graph ចែកចាយប្រាក់ចំណូលនិងតារាង recent booking ទំព័រអចលនទ្រព្យទំព័រនេះប្រើសម្រាប់គ្រប់គ្រងអចលនទ្រព្យទាំងអស់របស់ម្ចាស់អាជីវកម្មម្ចាស់អចលនទ្រព្យអាចមើលកែប្រែឬបន្ថែមអចលនទ្រព្យថ្មីបាននៅពេលចុច view និងបង្ហាញ property detail ដែលមានរូបភាពព័ត៌មានម្ចាស់អាជីវកម្មស្ថិតិការកក់ប្រតិទិននិងព័ត៌មានលម្អិតរបស់អចលនទ្រព្យទំព័របន្ទប់ទំព័រនេះគឺជាទំព័រដែលប្រើប្រាស់សម្រាប់គ្រប់គ្រងបន្ទប់ទាំងអស់នៅក្នុងអចលនទ្រព្យម្ចាស់អចលនទ្រព្យអាចបន្ថែមបន្ទប់ថ្មីមើលបញ្ជីបន្ទប់កែប្រែឬលុបព័ត៌មានបន្ទប់នៅក្នុងតារាងបង្ហាញរូបភាពឈ្មោះបន្ទប់ប្រភេទបន្ទប់តម្លៃក្នុងមួយយប់ចំនួនភ្ញៀវនិងស្ថានភាពរបស់បន្ទប់ទំព័រសម្ភារៈនិងសេវាកម្មទំព័រនេះប្រើប្រាស់សម្រាប់គ្រប់គ្រងសេវាកម្មនិងគ្រឿងបរិក្ខារដែលមាននៅក្នុងអចលនទ្រព្យម្ចាស់សន្តាគារអាចបន្ថែមកែប្រែឬលុបសម្ភារៈដូចជា Wi-Fi អាងហែលទឹកកន្លែងចតឡាននិងអាហារពេលព្រឹកនៅក្នុងទំព័រ calendar ដែលជាទំព័រប្រើសម្រាប់បង្ហាញប្រតិទិននៃការកក់និងភាពទំនេររបស់អចលនទ្រព្យម្ចាស់អាជីវកម្មអាចមើលថ្ងៃដែលមានការកក់ថ្ងៃទំនេរនិងការគ្រប់គ្រងកាលវិភាគបានយ៉ាងងាយស្រួលទំព័រ reservation management page ទំព័រនេះប្រើសម្រាប់គ្រប់គ្រងការកក់របស់អតិថិជនម្ចាស់អាជីវកម្មអាចមើលព័ត៌មាននៃការកក់រួមមានឈ្មោះអតិថិជនការបរិច្ចាគស្នាក់នៅតម្លៃនិងស្ថានភាពនៃការកក់នៅលើទំព័រការទូទាត់និងការបង្វិលសងសម្រាប់ទំព័រនេះយើងប្រើប្រាស់សម្រាប់គ្រប់គ្រងការទូទាត់និងការសងប្រាក់វិញម្ចាស់អាជីវកម្មអាចពិនិត្យប្រវត្តិការទូទាត់ស្ថានភាពនៃការទូទាត់និងដំណើរការសំណើសងប្រាក់វិញដើម្បីធានាថាប្រតិបត្តិការទាំងអស់មានភាពត្រឹមត្រូវចំណែកទំព័រគណនីទូទាត់ទំព័រនេះប្រើសម្រាប់គ្រប់គ្រងគណនីទូទាត់របស់ម្ចាស់អាជីវកម្មម្ចាស់អចលនទ្រព្យអាចបន្ថែមកែប្រែឬលុបព័ត៌មានគណនីធនាគារឬគណនីទូទាត់ផ្សេងៗដើម្បីទទួលប្រាក់ពីការកក់បានយ៉ាងមានប្រសិទ្ធភាពនៅលើទំព័រផ្ញើសារទំព័រនេះប្រើសម្រាប់ទំនាក់ទំនងរវាងម្ចាស់អចលនទ្រព្យនិងអតិថិជនម្ចាស់អាជីវកម្មអាចផ្ញើនិងទទួលសារបានភ្លាមៗដើម្បីឆ្លើយសំណួរផ្ដល់ព័ត៌មាននិងសម្របសម្រួលការកក់បានយ៉ាងឆាប់រហ័សទំព័របញ្ចេញមតិទំព័រនេះប្រើសម្រាប់មើលការវិតម្លៃនិងមតិយោបល់ពីអតិថិជនម្ចាស់អាជីវកម្មអាចពិនិត្យពិន្ទុ rating អានមតិយោបល់និងប្រើព័ត៌មានទាំងនេះដើម្បីកែលម្អសេវាកម្ម Page Admin Dashboard Dashboard នេះបានធ្វើការរចនាឡើងសម្រាប់អ្នកគ្រប់គ្រងប្រព័ន្ធដើម្បីតាមដាននូវស្ថិតិគ្រប់គ្រងអចលនទ្រព្យការកក់ការទូទាត់និងអ្នកប្រើប្រាស់ទាំងអស់នៅក្នុង platform ការគ្រប់គ្រងអចលនទ្រព្យរបស់ admin ទំព័រនេះប្រើសម្រាប់គ្រប់គ្រងអចលនទ្រព្យដែលម្ចាស់បានដាក់ស្នើនៅផ្នែកខាងលើបង្ហាញចំនួនអចលនទ្រព្យតាមស្ថានភាពផ្សេងៗដូចជាសរុបកំពុងរងចាំបានអនុម័តនិងបានបដិសេធ admin ក៏អាចស្វែងរកនិង filter អចលនទ្រព្យបានផងដែរនៅក្នុងតារាងបង្ហាញឈ្មោះអចលនទ្រព្យម្ចាស់សន្តាគារអាស័យដ្ឋាននិងស្ថានភាពផ្សេងៗផងដែរចុងក្រោយ admin អាចធ្វើការអនុម័តបដិសេធឬផ្លាស់ប្ដូរស្ថានភាពរបស់អចលនទ្រព្យដើម្បីគ្រប់គ្រងការបង្ហោះនៅលើប្រព័ន្ធការកក់របស់ admin ទំព័រនេះប្រើសម្រាប់គ្រប់គ្រងការកក់ទាំងអស់នៅក្នុងប្រព័ន្ធលើផ្នែកខាងលើបង្ហាញចំនួនការកក់តាមស្ថានភាពផ្សេងៗ admin អាចស្វែងរកនិង filter ការកក់បាននៅក្នុងតារាងបង្ហាញលេខកក់ឈ្មោះអតិថិជនឈ្មោះអចលនទ្រព្យឈ្មោះម្ចាស់អចលនទ្រព្យការបរិច្ឆេទស្នាក់នៅតម្លៃសរុបនិងស្ថានភាពនៃការកក់ការត្រួតពិនិត្យការទូទាត់របស់ admin ទំព័រនេះប្រើសម្រាប់ត្រួតពិនិត្យការទូទាត់របស់អតិថិជនទៅកាន់ម្ចាស់អចលនទ្រព្យនៅផ្នែកខាងលើបង្ហាញចំនួនការទូទាត់តាមស្ថានភាពផ្សេងៗ admin អាចស្វែងរកនិង filter ទិន្នន័យបាននៅក្នុងតារាងបង្ហាញព័ត៌មានដូចជាឈ្មោះអតិថិជនលេខការកក់វិធីសាស្ត្រទូទាត់ចំនួនទឹកប្រាក់ការបរិច្ឆេទទូទាត់និងបង្កាន់ដៃទូទាត់ admin អាចចុចមើលដើម្បីពិនិត្យបង្កាន់ដៃហើយតាមដានស្ថានភាពនៃការទូទាត់ដើម្បីធានាថាការកក់មានការទូទាត់ត្រឹមត្រូវ
ទំព័រគ្រប់គ្រងអ្នកប្រើប្រាស់ទំព័រនេះប្រើសម្រាប់មើលនិងគ្រប់គ្រងអ្នកប្រើប្រាស់ទាំងអស់ក្នុងប្រព័ន្ធនៅផ្នែកខាងលើបង្ហាញចំនួនអ្នកប្រើប្រាស់តាមប្រភេទដូចជាអតិថិជនម្ចាស់អចលនទ្រព្យនិងអ្នកគ្រប់គ្រងនៅក្នុងតារាងបង្ហាញឈ្មោះ email លេខទូរស័ព្ទទូនីតិស្ថានភាពគណនីការបរិច្ឆេទបង្កើតគណនីនិងការចូលប្រើចុងក្រោយ admin អាចមើលដើម្បីពិនិត្យព័ត៌មានលម្អិតរបស់អ្នកប្រើប្រាស់គេហទំព័រស្រុកយើងបានឆ្លងកាត់ការធ្វើ penetration testing ដើម្បីសាកល្បងនិងវាយតម្លៃសុវត្ថិភាពរបស់ប្រព័ន្ធការធ្វើតេស្តនេះជួយស្វែងរកនិងកែលម្អចំណុចខ្សោយផ្នែកសុវត្ថិភាពដើម្បីការពារទិន្នន័យអ្នកប្រើប្រាស់និងធានាសុវត្ថិភាពរបស់ប្រព័ន្ធមុនពេលដាក់ឲ្យប្រើប្រាស់ជាចុងក្រោយពួកយើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួងប្រៃសណីនិងទូរគមនាគមន៍មូលនិធិសអនិងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកវិទ្យាអានដែលបានផ្ដល់អាហារូបករណ៍និងឱកាសដ៏មានតម្លៃសម្រាប់ពួកយើងក្នុងការសិក្សាផ្នែក web development ពួកយើងក៏សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះលោកគ្រូចិនសុវណ្ណវិញ្ញានិងអ្នកគ្រូរិទ្ធមនីសុភ័ក្រដែលបានខិតខំបង្ហាត់បង្រៀនណែនាំនិងគាំទ្រពួកយើងដោយយកចិត្តទុកដាក់តាំងពីថ្ងៃដំបូងរហូតដល់ការបញ្ចប់វគ្គបណ្ដុះបណ្ដាលនេះ